សួស្តីអ្នកនរគ្នាខ្ញុំបាទសេនវិសិតវីដេអូថ្ងៃនេះនិយាយពី DNS server បង្កើត zone ក្នុង DNS server ចឹងនេះ comment ខ្ញុំបាន note វាទុកនៅក្នុងនេះចឹងចូលទៅ remote សិនចឹងដំបូងយើង update វានេះ sudo yum update y ចឹងខ្ញុំបាន update វាហើយអ្នកនរគ្នាទៅ update ចូល update វាបន្ទាប់មកយើង install នេះបាយនៅប្រើ command នេះខ្ញុំក៏បាន install វាហើយដែរអញ្ចឹងបន្ទាប់មកយើងចូលទៅកន្លែង config ចឹងដំបូងយើងត្រូវកែនេះកន្លែង listen of path នេះលើ import កែពី IP ដាក់ IP អ្នកនរគ្នាក៏បានដែរតែយើងចង់បានទាំងអស់ ND បានច្រើន Hello query ND ដែរចឹងតមកខ្ញុំកើត0ចឹងខ្ញុំបង្កើត2 0នេះជា0របស់ខ្ញុំហើយអានេះជា river zone ចឹងតមក save file តមកយើងប្រើ command restart នេះចឹង restart ហើយបើសិនជា error អ្នកនរគ្នាអាចចូលទៅក្នុង command នេះហើយកែវាអីត្រូវហើយចាំ restart វាម្ដងទៀតតមកយើងចូលទៅបង្កើតនេះនៅក្នុង zone set.com របស់ខ្ញុំដែលបានបង្កើតនេះដាក់ចូលចឹងកន្លែងនេះយើងអាចដាក់បានច្រើនទៀតដូចជា mail server អីហ្នឹងដាក់ប៉ុន្តែខ្ញុំដាក់តនេះមួយទេចំពោះ serial ខ្ញុំដាក់ 1001 3ម៉ោង refresh 15នាទី retry មួយអាទិត្យ expire ហើយមួយថ្ងៃនេះគឺជា minimum TTL ស្វាចំពោះមួយទៀត0មួយទៀតក៏ដាក់យ៉ាងដែរដូចគ្នាដាក់ដូចគ្នាតែគ្រាន់តែកែឡើងនេះដាក់លេខ2តទៅទៀតយើងចូលទៅ config កន្លែង river zone មួយទៀតនេះ river zone ខ្ញុំបានកើតវា copy ចូលមកក្នុង river zone ក៏ដូចគ្នាតែចំពោះលេខ1នេះគឺខ្ញុំដាក់ចំពោះdomain set.com នេះ zone set.com ហើយលេខ2ខ្ញុំដាក់ zone sock.com បន្តមកទៀតយើង permission for zone អញ្ចឹងយើងដាក់នេះដាក់ដូចគ្នា sudo នេះអញ្ចឹងយើងប្រើមួយនេះដើម្បីឲ្យ permission for zone របស់យើងជាង enter មកពួកនេះគឺ change mode យើងដាក់ដំណើរការ zone យើង
ពីនេះក៏ដូចគ្នាទៀតយើងដាក់ដូចគ្នាចឹងមកយើងមានច្រើន0យើងដាក់ទាំងអស់ទៅតែខ្ញុំមាន2 0ដាក់2 0តមក reverse 0ចុងចឹងតបទៀតយើងដាក់ firewall ឲ្យវានេះ DNS យើងដាក់permanent នេះគឺបានរហូតខ្ញុំដាក់ហើយវាមានហើយបើអ្នកទាំងអស់គ្នាអត់មានដាក់ទៅតមក reload វាចឹងនេះចេះហើយតមកយើង check 0ខ្ញុំ check 0វាអូខេហើយវា load serial ហើយ check 0 reload អូខេចឹងវាបង្កើតបានជោគជ័យហើយតមកយើង test វា test នៅក្នុងនេះ test យើងប្រើនេះចឹងថាវាanswer ចឹងនេះវា answer ហើយតមកយើងចូលទៅមើលនៅក្នុងWindows យើងម្ដងចូល Control Panel នេះproperty ចូលឡើងនេះតមកដាក់ IP address របស់យើងវាឲ្យយើងអូខេមកអូខេចឹងយើងចូលទៅ command prompt តមកយើងដាក់ lookup នេះចឹងឃើញថាវាចេញហើយចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹង